ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូមេរៀនថ្ងៃនេះអត់ទាន់តាណាហើយនៅ chapter 1នៅក្នុងចំពោះ1 consonants ព្យញ្ជនៈដដែលប៉ុន្តែយើងតនៅមេរៀនទី15និង16ប៉ុន្តែយើងមុនតយើងរំលឹកសិនណារំលឹកមេរៀនទី13 14សិនអញ្ចឹងមេរៀនទី13យើងបានសិក្សាពីអីគេគិតតិចមកមេរៀនទី13យើងបានសិក្សាអំពី QU សំឡេងខ្វិកហើយមេរៀនទី14យើងបានសិក្សាអំពីព្យញ្ជនៈ អ ឬក៏ អា សំឡេងរៈ Okay we continue យើងបន្ត unit 15 15យើងបន្តនៅមេរៀនទី15 consonant ព្យញ្ជនៈ S ដែលមានសំឡេងស Alright តោះអនុវត្តទាំងអស់គ្នា S សំឡេងស I អត់មាន E នៅខាងចុងគឺស្រៈ E ស E ស៊ី T សំឡេងថ C និងថ sit sit ពាក្យទី2 S សំឡេងស I ស្រៈ E ស E ស៊ី CK CK គឺដូចអក្សរ K ដែរណាអញ្ចឹងស E ស៊ីនិងខ sick ខុសគ្នាណាអាលើ sit អាក្រោម sick ខុសកតុយពាក្យទី3 S សំឡេងស E នេះស្រៈ E អញ្ចឹងស E សេ T សំឡេងថ សេនិងថ set set ពាក្យទី4 S សំឡេងស O នេះស្រៈ O អញ្ចឹងស O so អត់មានវិបាកណាខុសគេអញ្ចឹងព្យញ្ជនៈ S មានប៉ុណ្ណឹងយើងទៅមេរៀនទី16 unit 16មេរៀនទី16 consonant T ព្យញ្ជនៈ T ដែលមានសំឡេងថ ថ អូខេតោះចាប់ផ្ដើមអនុវត្តទាំងអស់គ្នា T សំឡេងថ U មិនមាន E នៅខាងចុងពាក្យគឺស្រៈ A ថ A ថ B សំឡេងប ថនិងប tap tap alright ពាក្យទី2 T សំឡេងថ O អត់មាន E នៅខាងចុងគឺស្រៈ អ ថ អ ថ P សំឡេងផ ថនិងផ top ថនិងផ top alright បន្តមកទៀត T មានសំឡេងថ O នេះគឺស្រៈ U ថ U 2 ថ O 2នៅពាក្យទី4ចុងក្រោយ T មានសំឡេងថ I អានេះ E ខាងចុងពាក្យមែនទេអញ្ចឹង I គឺស្រៈ I ថ I Thai ថ I Thai អូខេមេរៀនទី15ព្យញ្ជនៈ S សំឡេងស និងមេរៀនទី16ព្យញ្ជនៈ T សំឡេងថ មានតែប៉ុណ្ណេះយើងជួបគ្នានៅក្នុងវីដេអូបន្តទៀតកុំភ្លេចអនុវត្តបន្ថែមនៅក្នុងសៀវភៅរបស់យើងណាជម្រាបលាទាំងអស់គ្នា